សួស្តីបងប្អូនអរគ្នាក្នុង Facebook បាទថ្ងៃនេះ Cambodia Mobile Technology សូមធ្វើការបង្ហាញជូនអំពីរបៀប reset ទូរស័ព្ទ iPhone ព្រមទាំងមុខងាររបស់វាទាំងអស់បាទដើម្បីជាចំណេះដឹងដល់បងប្អូនអរគ្នាដែលទើបនឹងប្រើ iPhone ឬមួយក៏បងប្អូនណាដែលប្រើ iPhone យូរហើយជួបបញ្ហាហើយអត់ចេះ reset បាទខ្លាច reset ទៅបាត់កម្មវិធីឬមួយក៏ reset ទៅខ្លាចប៉ះពាល់នេះប៉ះពាល់នោះអញ្ចឹងខ្ញុំសូមប្រាប់អំពីទូនាទីរបស់ពួកវាទាំងអស់បាទតោះដែលបងប្អូនអរគ្នាបានដឹងស្រាប់ហើយថាមុខងារ reset របស់ទូរស័ព្ទ iPhone គឺមានច្រើនមែនតើបាទយើងចូលទៅកាន់ setting យើងចូលមកកាន់ general យើងចូលសូមអធិស្ឋានចូលមកកាន់ general យើងអូសចុះក្រោមយកពាក្យ reset អញ្ចឹងបងប្អូនអរគ្នាឃើញហើយ reset គឺ6ដែរដល់រហូតដល់តែ6កន្លងនោះបាទអញ្ចឹងខ្ញុំសូមប្រាប់បញ្យល់ពីមួយកន្លងបងប្អូនអរគ្នាជួបបញ្ហាដែលជួបបញ្ហាហ្នឹងអាចដោះស្រាយបានបាទ reset all setting គឺបើយើងចុចពាក្យ reset all setting អញ្ចឹងវានឹងធ្វើការ set ទូរស័ព្ទបងប្អូនអរគ្នាដែលទូរស័ព្ទថ្មីយើងមកមិនគឺវា set ឲ្យទៅអញ្ចឹងប៉ុន្តែអត់ប៉ះពាល់ជាមួយនឹងកម្មវិធីអត់ប៉ះពាល់ជាមួយនឹងឯកសាររបស់បងប្អូនទាំងអស់គ្នាឡើយបាទវាគ្រាន់តែ reset នៅ setting ដូចជាបងប្អូនអរគ្នាទិញមកអញ្ចឹងបាទបងប្អូនអរគ្នាទិញមកស្រាប់តែសំឡេងនេះសំឡេងនេះវាបើកទៅពាក់កណ្ដាលអញ្ចឹងឯងដល់ពេលបងប្អូនអរគ្នាប្រើយូរទៅវាបើកឡើងកប់បងប្អូនអរគ្នាបើកកប់អញ្ចឹងទៅណាយើងឧទាហរណ៍ថាបងប្អូនអរគ្នាបើកកប់ដល់ពេលអញ្ចឹងបងប្អូនអរគ្នាចុចពាក្យ reset នឹងវិញវានឹងធ្វើឲ្យតម្លាក់មកសល់ត្រឹមប៉ុណ្ណេះវិញនិយាយទៅវាអាចកែប្រែ reset setting មួយចំនួនឲ្យទៅជាធាតុដើមវិញបាទធាតុដើមវិញហើយreset all setting នេះលុះត្រាតែបងប្អូនអរគ្នាជួបបញ្ហាផ្សេងៗដូចជាសេវាខ្សោយ Wi-Fi ជួនការចាប់បានជួនការចាប់មិនបាន reset all setting មួយចោលទៅអាចជួយសម្រួលដែរពេលខ្លះហ្នឹងហើយចំណែក erase all content and setting មានន័យថាគឺលុបឯកសារទាំងអស់ឲ្យទៅជាទូរស័ព្ទថ្មីដែលយើងតាមទិញដូចខ្ញុំមានកម្មវិធីច្រើនអញ្ចឹងបាទមានកម្មវិធីមាន message មានលេខទូរស័ព្ទច្រើនអញ្ចឹងបាទអញ្ចឹងបើខ្ញុំចុចពាក្យ erase all content and setting មានន័យថាវាចាប់ផ្ដើមទូរស័ព្ទថ្មីគឺលុបបោសសម្អាតឲ្យស្អាតទាំងអស់ទាំងកម្មវិធីទាំងអីគឺបាត់ទាំងអស់បាទអូខេមួយទៀតកន្លងទី3គឺ reset ផ្នែក network មានន័យថាបងប្អូនអរគ្នាដូចខ្ញុំនិយាយពីខាងដើម Wi-Fi ខ្សោយសេវាអត់សូវបានចាប់អត់សូវបាន share Wi-Fi អត់ចេញទេចុចពាក្យ reset on reset network setting យើងវានឹង reset ប្រព័ន្ធទូរស័ព្ទទាំងអស់មានដូចជា Wi-Fi Bluetooth ប្រព័ន្ធសេវាទូរស័ព្ទការ share នៅ hotspot ចេញក្រៅគឺតាក់ទងជាមួយនឹងកន្លងទី3ហ្នឹងឯងចំណែក reset keyboard and dictionary មានន័យថាបងប្អូនអរគ្នាដាក់ keyboard ច្រើនពេកទៅទៅវាកាំងចុចទៅវាអត់ load មកបាទចុចទៅវាអត់ load មកឧទាហរណ៍ខ្ញុំចុចអញ្ចឹងបាទចុចអញ្ចឹងទៅវាកាំងអាកន្លែងហ្នឹងវាអត់ឃើញវាអត់ load រូបអីមកទាំងអស់ហើយវាយទៅវាអត់ចេញអាកន្លែង dictionary នេះឬមួយក៏ពេលខ្លះយើងវាយទៅវាអត់ចេញនៅលើហ្នឹងឬមួយក៏ពេលខ្លះយើងឆ្លាស់ key ទៅវាឃើញវាកាំងវាអត់ដើរស្រួលដើរ smooth អញ្ចឹងបងប្អូនអរគ្នាត្រូវតែចុចពាក្យ reset keyboard dictionary បាទចុចកន្លែងហ្នឹងទៅគឺវាធ្វើការ reset ផ្នែក keyboard ហើយបាទចំណែក home screen and layout មានន័យថាការ reset home screen និង layout ហ្នឹងមានន័យថាយើងទិញទូរស័ព្ទមកយើង install កម្មវិធីអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរកម្មវិធីដូចខ្ញុំអញ្ចឹងបាទខ្ញុំលើកពី FaceTime ខ្ញុំលើកពី Casio មកដាក់នេះវិញឧទាហរណ៍បាទខ្ញុំលើក Casio ពីនេះយកមកដាក់នេះឧទាហរណ៍អញ្ចឹងណាហ្នឹងហើយអញ្ចឹងវាខុសពីធាតុដើមបាត់ហើយបើធាតុដើមវាគឺមានតែប៉ុណ្្នឹងឯង Casio គឺត្រូវនៅ page ទី2បាទ Casio FaceTime ជាមួយនឹង Extra គឺត្រូវនៅ page ទី2អានេះគឺខ្ញុំដាក់ឡើងវអស់ដាក់ឡើងរញ៉េរញ៉ៃអស់ដោយសារកម្មវិធីយើងគឺបានបញ្ចូលច្រើនអញ្ចឹងយើងចុចពាក្យកន្លែង reset home screen layout ហ្នឹងមានន័យថាវាកែសម្រួល home screen របស់យើងដែលការដាក់កម្មវិធីរញ៉េរញ៉ៃហ្នឹងឲ្យមកដូចជាដាក់កម្មវិធីថ្មីអញ្ចឹងដូចជាពេលដែលយើងទិញទូរស័ព្ទថ្មីគឺកម្មវិធីវារៀបមិនគឺវារៀបអញ្ចឹងឲ្យវិញវារៀបអញ្ចឹងឲ្យវិញណាចំណែកចុងក្រោយគេគឺ reset location and privacy មានន័យថាតាក់ទងជាមួយនៅក្នុង cloud មួយនេះតាក់ទងនៅក្នុង cloud មួយនេះបងប្អូនមួយចំនួនគាត់ការកន្លែងហ្នឹងដូចជា location ខ្ញុំដាក់ on បាទអញ្ចឹងអាកន្លែងនេះគឺមាន class never class wow using អញ្ចឹងញ៉ាញ៉ៃបាទហើយអញ្ចឹងយើងធ្វើការ reset កន្លែងហ្នឹងចោលក៏បានដូចជាអានេះខ្ញុំអាចដាក់នេះមាន reminder មានស្អីមាន Facebook មានអីញ៉ាញ៉ៃនិយាយទៅវាតាក់ទងជាមួយនឹងនេះតាក់ទងមួយក្នុងអា cloud privacy នឹងផ្ទាល់តែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាយកពាក្យ reset location and privacy មានន័យថាវានឹងបំភ្លេចចោលវានឹង reset បំភ្លេចចោលមានថាបងប្អូនអរគ្នា post Facebook ថានៅឧទាហរណ៍ថានៅកំពង់សោមឧទាហរណ៍ថានៅក្រុងបរសេនុអញ្ចឹងតើអ
អញ្ចឹង allocation នេះវា save ជាប់នៅលើទូរស័ព្ទហ្នឹង allocation ហ្នឹងវា save ជាប់រូបថតដែលយើងថតនៅខេត្តក្រុងបរសៃអនុហ្នឹងគឺវាជាប់នៅក្នុងហ្នឹងព្រោះយើងបើកកន្លែង location អញ្ចឹងបើសិនជាយើងយកពាក្យ reset location មានន័យថាវានឹងបំភ្លេចចោលរឿងដែលយើងទៅក្រុងបរសៃអនុហ្នឹងហើយវាអត់ចាំទេបើសិនជាយើងអត់ reset កន្លែងទេវាចាំនេះវាចាំវានៅកន្លែងនេះឯងបាទនេះកន្លែង flash នេះបាទគឺខ្ញុំអត់មានដាក់ទេបាទបើសិនជាយើងថតរូបនៅ flash ណាគឺវាដាក់នៅក្នុងហ្នឹងមកថតនៅ private វាដាក់អូខេរូបនេះថតនៅ private អីវាជាប់ location នៅក្នុងហ្នឹងអញ្ចឹងយើង set reset location ចោលបងប្អូនអរគ្នានឹងបាត់ location ដែលនៅសល់ទាំងអស់ហ្នឹងគឺវាបាត់ហើយបាទវាអត់ចាំទៀតទេបាទវាអត់ចាំទៀតទេអូខេតែប៉ុណ្្នឹងឯងអញ្ចឹងឃើញថាបងប្អូនទាំងអស់គ្នានឹងចេះប្រើប្រាស់កន្លែង reset ហ្នឹងឲ្យអស់ហើយការឲ្យខ្ញុំដែលខ្ញុំធ្វើការពន្យល់នៅកន្លែងក្រៅ reset ហ្នឹងគឺបងប្អូនមួយចំនួនស្នើពោខ្ញុំគាត់មានបញ្ហាក៏ចេះថាបង reset បងឲ្យខ្ញុំ reset ទៅខ្ញុំ reset ទៅបាត់កម្មវិធីបងឲ្យខ្ញុំ reset network តែខ្ញុំ reset ទៅបាត់កម្មវិធីក៏ប៉ិតមែនទេក៏ប៉ិតយើងមាន reset គេតាមទូនាទីរបស់គេមុខងាររបស់គេមួយយើងមិនមែនអានតែចុចបោកទៅគឺបាត់កម្មវិធីឲ្យទៅ reset និងបាត់កម្មវិធីអត់ទេណាគឺគេមានទូនាទីរបស់គេអញ្ចឹងខ្ញុំនឹងcầmនៅវីដេអូមួយនេះចែកជូនដល់បងប្អូនណាដែលអត់ចេះ reset ហើយមើលហើយនឹងអាចយល់ច្បាស់អំពីមុខងាររបស់វានីមួយបាទអរគុណច្រើនជាចុងក្រោយចឹងបងប្អូនត្រូវការទូរស័ព្ទដៃស្អាតបាទមាន Samsung iPhone ព្រមទាំងទូរស័ព្ទដៃជាច្រើនទី Grade A 99% បាទធានាគុណភាពជូនហើយព្រមទាំងឥឡូវយើងមាន Apple Watch បាទថ្មីស្រឡាងពីប្រអប់សហរដ្ឋអាមេរិកមកតែម្ដងគ្រប់ពណ៌គ្រប់ជម្រើសមុខ42បាទត្រូវការតតមកកាន់ Pay បាននឹងមានដូចជា PS3 PS4 និង Counter ផងដែរបាទដឹកជញ្ជូន25ខែក្រុងអកថ្លៃបាទអរគុណច្រើនជំរាបលាបាយបាយ